បងប្អូនហើយគ្រាន់តែចេញមកណាគឺខំមាត់សង្កត់ចិត្តតែម្ដងណាបងប្អូនចាហើយខំមាត់សង្កត់ចិត្តនឹងដែរមិនមែនជាខំអីទេណាបងប្អូនដោយសារថាថ្ងៃនេះគឺគ្រួសាររបស់ខ្ញុំគេទៅធ្វើការទៅគេយកក្រុងសំងមកហ្នឹងណាចាដល់ពេលហើយទៅក៏នឹកឃើញថាតនេហើយថ្ងៃនេះក៏ប្តីខ្ញុំគេនៅផ្ទះដែរអញ្ចឹងឲ្យគេមើលកូនទៅចាឲ្យគេមើលកូនហើយខ្ញុំហ្នឹងក៏ឆ្លៀតពេលហ្នឹងគឺមកកាត់អាក្រុងសំងហ្នឹងដែរដេណាបងប្អូនហើយនិយាយថាអូយពីហុយផងអាណាឈឺដៃផងហើយតែក្រុងសំងហ្នឹងវាក្រាស់ដល់ពេលអញ្ចឹងទៅក៏អូយនិយាយថាហើយដេនឹងអំបោះគេអំបោះខ្សែសទួយណាបងប្អូនចាហើយដេកូនចូលនឹងទូចអានចូលនឹងវាយើងចាក់ទៅវាស្រួលទេប៉ុន្តែអាត្រង់ខាងក្រោយនឹងវារាងធំដល់ពេលហើយទៅប៉ះនឹងក្រុងសំងវារាងក្រាស់ទៀតអូយបងប្អូនណាយីពីថាឥឡូវឈឺដៃហើយដែលដេពីថ្ងៃបានមួយនឹងដែរគឺអត់បានពាក់ស្រោមដៃទេដល់ពេលហើយឈឺដៃឥឡូវគឺសវាយកស្រោមដៃមកពាក់គឺពាក់ស្រោមដៃមួយហៀងអត់មួយហៀងចាហើយយីពីថាអូយបងប្អូនហើយយីពីឈឺដៃផងអីផងថាទ្រាំទាំងបានហើយបងប្អូនចាហើយអត់មានបានច្រើនទេបងប្អូនគឺតែ2ទេចាគឺបានតែ2ទេចាហើយដោយសារតែក្រុងសំងគឺវារាងខ្លីៗអញ្ចឹងទៅយើងកាត់ចាកាត់5កាត់10ដេភ្ជាប់គ្នាបានតង់1កាត់10ភ្ជាប់គ្នាបានតង់1និយាយទៅគឺបានតង់2ថ្ងៃនេះបានតង់2គឺយើងកាត់ក្រុងសំង20ក្រុងណាបងប្អូនចាប៉ុន្តែនៅសល់3 4ក្រុងទៀតដែរប៉ុន្តែអាហ្នឹងគឺខូចវាលហែកកណ្ដាលអញ្ចឹងទៅក៏ខ្ញុំអត់ដេទេគឺខ្ញុំទុកផ្សេងចាចាំមើលគេលោលើក្រោយអីគេបានទៀតទៅចាំគេមានអាណានៃវាដូចគ្នាវាប្រប៉ិនគ្នាវាលហែកដូចគ្នាអញ្ចឹងទៅគឺយើងប៉ះតទៅណាគេបានម៉ាក់មួយទៀតដែរហ្នឹងណាអូបងប្អូនហើយប្តីខ្ញុំប្រាប់តាពីយូរណាស់មិនថាក្រុងសំងធ្វើការហើយយកមកទុកធ្វើអីយកមកឲ្យខ្ញុំដេធ្វើតង់ធ្វើអីហ្នឹងគេថាដល់ពេលគេយកមកគេថាអញ្ចេះបងប្អូនគេថាខ្ញុំអត់ពេនដេទេគេថាខ្ញុំអត់ពេនដេទេគេថាបើយាយបានពេនដេគេថាហ្នឹងគេថាខ្ញុំអត់ចេះដេទេគេថាបើម៉ែខ្ញុំបានចេះដេនិយាយទៅគឺនិយាយទៅពីមុនមែនខ្ញុំមិនដែរដេទេគឺតង់ប្រើទាំងប្រមាណគឺម៉ែខ្ញុំគាត់ជាអ្នកដេទេបងប្អូនចាគឺខ្ញុំបានត្រឹមតែកាត់ឲ្យគាត់ទៅក៏គាត់តនេទៅគាត់ចេះតែដេរៈបាន1បាន2ហ្នឹងណាគឺដល់ពេលហើយប្តីខ្ញុំគេថាអញ្ចឹងឯងកុំទាន់វាយតម្លៃខ្ញុំមើលចាំមើលខ្ញុំធ្វើឲ្យហើយសិន